បងឃើញអាមូនេះបងចុចវាជាប់ចេះមកនេះវាលោតអានេះលោតម៉ោងហើយនេះឥឡូវម៉ោង3ណាអាក្រោមនេះនាទីតើមកចុចវាទៀតឲ្យជាប់ទៀតនេះលោតវាលោតចឹងហើយយើងចុចវាធ្វើម៉េចឲ្យលោតចំកន្លែងយើងសេរីដែលអានេះខែមាននេះបងចឹងយើងចុចវា2 3 4 5 6 7 8 9 ខែ 9 អញ្ចឹងយើងចុចវាជាប់កុំលេងដែរអញ្ចឹងវាលោតងាយឯនេះមួយថ្ងៃនេះទីម៉ានចេះថ្ងៃនេះទីម៉ានអានេះថ្ងៃណានេះ22 23 24 25 26 27 28 29ថ្ងៃទី1ទី2ទី3ទី4ទី5ទី6ទី7ថ្ងៃនេះទី7ទី8ឥឡូវខ្ញុំសេរីថ្ងៃទី7ណាបងអញ្ចឹងខែ 9 ថ្ងៃទី7នេះវាលោតម៉ោងមកវិញហើយអានេះវាដើរជាមិនតាន់សេរីម៉ោងទេអញ្ចឹងបងចុចវាជាប់មកនេះវាលោតឯនេះអានេះ AM ហើយនេះអញ្ចឹងយើងលោតដល់ម៉ោង3 PM ណាអញ្ចឹងចុចវាដល់12មកវាលោតមក PM វិញហើយអញ្ចឹងម៉ោង1ម៉ោង2ម៉ោង3ម៉ោង3ឥឡូវយើងចុចវាខាងក្រោមនេះឲ្យជាប់មកវាលោតនាទីឯនេះឥឡូវមិនដឹងម៉ោងប៉ុន្មាននាទីចេះជប់មើលឧទាហរណ៍ម៉ោង3កន្លះចុចយើងចុចមក30ហើយទៅទុកវាចោលទៅវាលោតបិទខ្លួនវាហើយចាំយើងចុចបើកវាវិញមកនេះឃើញទេម៉ោង3:30ហើយអូខេនេះវាបាត់ទៅពេលចង់មើលម៉ោងចុចមកវាចេញហើយម៉ោង3:30